trong năm thế rư chia sẻ tạo vì miên rồi bỏประเทศในทับใดโกเรขังตะบงสุดใดเนี่ยตึงออกนี่ngàyนี้យើងទៅស្គាល់កន្លែងដ៏ល្បីមួយនៅទីក្រុងឆុងជូនៃប្រទេសកូរ៉េខាងត្បូងគឺឆុងណាំដែរកន្លែងនេះធ្លាប់ជាសេតវិមានរបស់ប្រធានាធិបតីកូរ៉េហើយបច្ចុប្បន្នក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតសម្រាប់មនុស្សទូទៅតោះទស្សនាទាំងអស់គ្នាថ្ងៃនេះខាងមជ្ឈមណ្ឌលភាសាកូរ៉េនៅតំបន់អ៊ុំសង់ថេសូមញ៉ាំហ្នឹងបាននាំសិស្សទៅទស្សនានៅតំបន់ឆុងណាំតែអញ្ចឹងយើងចង់ដឹងថាតើមានអ្វីដែលអស្ចារ្យបងប្អូនទាំងអស់គ្នាហើយយើងទៅមើលទាំងអស់គ្នានៅថ្ងៃនេះថតអត់បានទាំងអស់ទេបងប្អូនណាដើរបានតែមួយភាគតូចទេហើយរូបភាពក៏មានតិចដែរបងប្អូនដឹងអត់ថាឆុងណាំតែហ្នឹងត្រូវបានសាងសង់នៅឆ្នាំ1983គេឲ្យឈ្មោះថាឆុងណាំតែហ្នឹងព្រោះវានៅតំបន់ខាងត្បូងនៃទីក្រុងសោអ៊ូលរបស់ប្រទេសកូរ៉េនៅទីនេះត្រូវបានប្រើដោយប្រធានាធិបតីជាច្រើនរូបសម្រាប់សម្រាប់នឹងរៀបចំដឹកនាំការងារដឹកនាំប្រទេសណាបងប្អូនហើយនៅទីនេះត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូងនឹងប្រើរយៈពេលជាង20ឆ្នាំហើយតំបន់ឆុងណាំតែនេះគេត្រូវបានធ្វើទៅជាតំបន់ទេសចរដែលបើកឲ្យប្រជាជនទូទៅនិងភ្ញៀវទេសចរអន្តរជាតិចូលទស្សនានៅឆ្នាំ2003បងប្អូនណាឆុងណាំតែពិសេសនោះគឺធម្មជាតិដ៏ស្រស់ស្អាតបងប្អូនណាមាននៅជុំវិញទីហ្នឹងមានបឹងគេឲ្យឈ្មោះថាបឹងថេឆុងហូនិងព្រៃឈើធំៗជាច្រើនពីការផ្ដិតយកវីដេអូរូបភាពខ្ញុំនឹងរៀបរាប់លម្អិតបន្តិចទៀតសម្រាប់បងប្អូនដែលនៅតំបន់ចិត្តហ្នឹងអាចទៅចង់ទៅទស្សនាបាននៅឆុងណាំដែរបងប្អូនភ្ញៀវទេសចរទាំងអស់នឹងអាចដើរលេងតាមផ្លូវដែលគេសាងសង់ឲ្យយើងដើរលេងថតរូបហើយមានទេសភាពស្អាតជាពិសេសគឺបងប្អូននៅរដូវផ្ការីកគឺផ្ការីកច្រើនហើយស្អាតខ្លាំងមែនទែនហើយរដូវស្លឹកឈើជ្រុះក៏មានស្លឹកឈើប្រែពណ៌ជាច្រើនដែលធ្វើឲ្យយើងបានថតរូបនៅស្អាតជាច្រើនដែរមិនបាច់ចាំទៅឆ្ងាយដល់ខាងវ៉ុនដូឬក៏អីទេអ្នកដែលនៅតំបន់043គួរណាតែអាចទៅមើលបានម្ដងណានៅផ្លូវនេះគេហៅថាផ្លូវរបស់ប្រទេសនេតាបតីហើយនៅអមនៅផ្លូវមានដើមឈើសួនផ្កានិងកន្លែងថតរូបស្អាតភ្ញៀវទេសចរជាច្រើនគេមកលេងជាលក្ខណៈគ្រួសារក៏ដូចជាមិត្តភ័ក្តិនិងជាសិក្ខាសាលាដែរបងប្អូននៅនេះហើយមួយទៀតគេក៏ជនជាតិកូរ៉េក៏គេពេញនិយមទៅថតរូប pre-wedding ហើយនឹងគេធ្វើវីដេអូទេសចរសម្រាប់ផ្សព្វផ្សាយទៅកាន់អន្តរជាតិដែរបងប្អូនអ្វីដែលកាន់តែពិសេសលើនេះបងប្អូននៅលើភ្នំនៅកន្លែងហ្នឹងមានកត្រកសម្រាប់ជិះឡើងទៅកាន់កំពូលភ្នំហើយប៉ុន្តែខ្ញុំអត់បានថតវីដេអូខ្លួនឯងទេដោយសារតែដើរអត់អស់ចឹងណាអញ្ចឹងនៅtrongវីដេអូទីទៀតខ្ញុំនឹងដាក់វីដេអូតាក់ទងជាមួយនឹងការផ្សព្វផ្សាយរបស់ជនជាតិកូរ៉េឲ្យបងប្អូនទាំងអស់គ្នាមើលថាតើគេថតរូបហើយគេថតវីដេអូនៅតំបន់ហ្នឹងបានស្អាតប៉ុណ្ណាបងប្អូនសម្រាប់លើពីនេះទៀតជនជាតិកូរ៉េដែលគេមកតំបន់នេះគេមកសិក្សាពីប្រវត្តិសាស្ត្រហើយនឹងវប្បធម៌របស់កូរ៉េផងដែរមិនមែនត្រឹមតែជាតំបន់ទេសចរធម្មជាតិទេតែជាតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្របងប្អូនសរុបមកវិញបើសិនជាបងប្អូនមានឱកាសបានទៅលេងនៅឆុងជូបងប្អូនសាកទៅលេងនៅឆុងណាំតែម្ដងមើលថាតើដូចអ្វីដែលខ្ញុំបានផុសនេះអត់ហើយមកដល់ត្រង់ចំណុចនេះខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាហើយកុំភ្លេចជួយចុច like ជួយចុច share ជួយ subscribe channel YouTube របស់ខ្ញុំផងខ្ញុំនឹងធ្វើវីដេអូជាច្រើនទៀតនៅតំបន់ទេសចរផ្សេងសម្រាប់បងប្អូនទស្សនាទាំងអស់គ្នាសិនក្លោសសួរអបសអត់មានបែរតាខ្មៅគេកាហ្វេលី
우리 고기 먹지 말고 고기 건강 안 좋아해.